ជំរាបសួរលោកគ្រូនេះជាការងារ install ទៅលើDocker Emacs ដែលយើង install ទៅលើមាន5មាន Nginx, Ubuntu, Apache, MySQL និង Redis អញ្ចឹងនេះជា command ដែលយើងត្រូវការ install ហើយនេះជា command ដែលយើងប្រើប្រាស់យ៉ាងច្រើនវាមានអាចមាននឹងអានេះមួយទៀតអញ្ចឹងឥឡូវយើងធ្វើការទៅ install ទៅលើ Nginx មួយដែលយើងវាយទៅហៅdocker pull nginx.latest មានន័យថាយើងទៅ pull Emacs nginx ហ្នឹងចេញពីversion ចុងក្រោយហ្នឹងចឹងនេះវា pull ចេញពី library យើងដោយសារយើងបាន install ហើយចឹងគឺវា start ទៅហើយ Emacs យើងគឺមានហើយចឹងចង់ដឹងយើងឆែកមើលយើងវាយពាក្យdocker Emacs យើងវាយ docker នេះចឹងនេះយើងបាន install ហើយ nginx latest យើងហើយបន្តមកទៀតយើងធ្វើការបង្កើតទៅលើ container មួយដែលយើងបង្កើតលើ container ដែលយើងដាក់ឈ្មោះឲ្យវា nginx1 ហើយយើងដាក់ port ឲ្យវា80ចេញពី Emacs nginx របស់យើងហ្នឹងអញ្ចឹងនេះវាបានបង្កើតហើយយើងចង់ដឹងយើងឆែកចេញមកយើងដាក់ docker.clip.pm មកអូខេអញ្ចឹងនេះយើងបាន install ហើយនេះ port របស់វាអញ្ចឹងវាយចេញមកវាទៅក៏ដកអានេះខយើងចង់មើល file ដែលយើងបង្កើតអីនៅក្នុងហ្នឹងបានច្រើនទេបន្តមកទៀតយើងធ្វើការ stop វាវិញអានេះយើង stop nginx1 ហ្នឹងហើយយើង start វាដោយសារពេលយើងបង្កើតមកវាដល់អានហើយយើង start វាវិញនេះមកចាំមកអូខេអញ្ចឹងយើងចេញមកវិញមកអញ្ចឹងកន្លែងហ្នឹងដូចយើងចង់ដាក់ file ដាក់អីទៅលើ container អញ្ចឹងឧទាហរណ៍យើងដាក់ file web ឬក៏ file អីក្នុងហ្នឹងអញ្ចឹងយើងចូលទៅកាន់មួយទៀត install ទៅលើ Ubuntu អញ្ចឹងយើងវាយdocker pull Ubuntu យើងមកវា internet ទាំង slow នេះវា pull ចេញពី library របស់ Ubuntu មកវា pull install layerអូខេបន្តមកទៀតយើងធ្វើការបង្កើតទៅលើ container ដែល container យើងដាក់ឈ្មោះ Ubuntu មួយហើយចេញពី Ubuntu ដែលយើង install ហ្នឹងអញ្ចឹងនេះវា install មកបានហើយយើងវាយចាំមក docker ps អញ្ចឹងណា Ubuntu យើងបង្កើតមួយនេះUbuntu មួយដែលយើងបង្កើតមិញអូខេអញ្ចឹងយើងធ្វើការមកបង្កើតអានេះ container យើងបង្កើតហើយយើងវាយ docker emacs អូខេអានេះយើងបង្កើតមួយទៀតយើងធ្វើការ stop ទៅលើ container ហ្នឹង
nàyវា stop ហើយយើង start វាវិញអូខេហើយអានេះចង់ដូចគ្នាគឺយើងចង់ដាក់ file ដើម្បី run ដើម្បីអីនៅក្នុងហ្នឹងចេញ exit មកវិញមួយទៀតយើងអាចឥឡូវយើងទៅលុប doc container ទាំងពីរហ្នឹងចោលយើងដាក់ដក OA ហើយគេឈ្មោះមិញឈ្មោះ u បន្ទូមួយរបស់យើងបាទមកអញ្ចឹងវាលុបចេញវិញហើយយើងសាកចេះ pm មើលអញ្ចឹងu បន្ទូមួយយើងលុបចោលឥឡូវខ្ញុំចង់លុប nginx 1នេះមួយទៀតខ្ញុំវាយចឹងដូចគ្នាមកខ្ញុំដាក់អានេះពីខ្ញុំលុបនេះលុបមួយទៀតអញ្ចឹងយើងលុបចេញវាហើយអស់ហើយបន្តមកទៀតយើងធ្វើការ install ទៅលើApache ម្ដងយើងទៅ pull វាចេញមកខ្ញុំចាំវាណាអូខេបន្តមកទៀតយើងចង់ឃើញ image យើងវាយ docker image មកអញ្ចឹងនេះlet Apache របស់យើងវា Apache នេះចង់មើលចង់ឃើញអញ្ចឹងយើង install វាបានមកហើយយើងទៅបង្កើត container ឲ្យវាតែយើងដាក់ឈ្មោះវាថា Apache 1 port 80ដូចគ្នានេះចឹងវាបង្កើតបានមកហើយយើងទៅឆែកមើល docker ps ចឹងនេះ container យើងបង្កើតមើលហ្នឹងហើយ port វា80ដូចគ្នាចឹងយើងstop switch វាវិញហើយយើង start យើងធ្វើទៅតាមកូដរបស់ code ទេហើយអានេះយើងក៏អាចដាក់ container ដាក់ content យើងនៅក្នុងហ្នឹងបានដែលរបស់យើងទីតាំងរបស់យើងនៅក្នុង user local Apache 2ចឹងខ្ញុំអត់ទេខ្ញុំ exit ចេញមកវិញមួយទៀតខ្ញុំលុបវាចោលខ្ញុំវាយdocker om.f ហើយឈ្មោះអីគេ Apache មួយរបស់យើងហ្នឹងលុបវាក៏អត់ចោលចឹងយើងលុបចេញវាបាត់ហើយអូខេបន្តមកទៀតយើង install ទៅលើ MySQL ម្ដងចឹងយើង install MySQL 8.0វាកំពុងតែ pull ចេញពី library 8.0 ហ្នឹងរបស់ MySQLចឹងចាំឲ្យវា pull ពេញទៅចាំឲ្យ lay ឲ្យវាពេញ
review ដែរមក install វិញ 100 មេធំគ្រាន់បើ 47 មេ execute ចឹងឥឡូវវាពង execution complete នៅប៉ុណ្នេះអូខេអញ្ចឹងយើង install ហើយយើងមកបង្កើតcontainer វាអញ្ចឹងនេះ password ខ្ញុំយកតាមលោកគ្រូទាំងអស់យកមកទៅយើងបង្កើត Docker មួយហើយយើងដាក់ឈ្មោះមក MySQL មួយហើយនេះ password ហើយ port MySQL យើង3306ហ្នឹងយ៉ាងណាមក wait .p for help ចាំតិច Docker run អូខេអញ្ចឹងកន្លែងនេះយើងវាយចេះវិញយើងដាក់ Docker run D វិញហើយបន្តមកទៀតយើងធ្វើការដាក់ឈ្មោះដែលយើងដាក់ឈ្មោះ MySQL យើងថា MySQL មួយហើយ password ហើយ port ឲ្យចេញពី MySQL address របស់យើងចុងវាពង find សិនអូយើងដាក់ខុសយើងដាក់ version ខុសអានេះ 8.0 តានេះយក 8.0 អត់ទេយើងអត់យក 8.0 ទេហើយយើងអត់យក latest ចឹងទេចឹងយើងដូរអានេះដាក់ចេះវិញដាក់ 8.0 ចឹងនេះយើង install វាបានហើយយើងយកចិត្តប៉ុណ្នេះមកយក 8.0 យើងវិញចឹងយើងវាយdocker.ps ចឹងនេះ MySQL របស់យើង run បានហើយយើងធ្វើការបិទ switch វាវិញហើយយើង start ដូចទៅលើអ្វីដែលយើងធ្វើមុនហ្នឹងហើយអានេះសម្រាប់ពេលយើងប្រើdatabase ឬក៏អីយើងអាចដាក់ចូលវាក្នុងហ្នឹងបានអញ្ចឹងអានេះយើងត្រូវដាក់ password សិនអញ្ចឹង password យើងប៉ុន្មានមិញនេះ password យើងមិញថាមកជុំ password ចូលអញ្ចឹងនេះពេលយើងចង់ដាក់ comment អីចូលយើងអាចដាក់ចូលក្នុងហ្នឹងបានអញ្ចឹងខ្ញុំអត់មានត្រូវទេខ្ញុំចេញមកវិញខ្ញុំចេញមកវិញហើយបន្តមកទៀតយើងលុបវាចោលខ្ញុំមើលសិន docker Mac ចុះអានេះ MySQL version របស់យើងមិញ PS
នេះយើងលុបអានេះចោលយើងវាយ docker ដកយើងវាយ docker orm orm ដក f my x1 ចឹងយើងលុបវាចោលហើយយើងវាយ docker មួយទៀតអញ្ចឹងយើងលុបចោលឲ្យអស់បន្តមកទៀតចុងក្រោយយើងធ្វើការ install ទៅលើRedis យើង pull វាចេញមកយក version ចុងក្រោយចឹងវា complete ហើយយើងធ្វើការដាក់យើងធ្វើការបង្កើត container ដែលយើងឲ្យឈ្មោះថា Redis 1ហើយនេះ port របស់វា63.9 default port ទេចេញពី Redis Lotus មកនេះ container យើងបង្កើតមកមិញហើយយើងធ្វើយើងទៅមើលសិនយើងវាយ docker ជួយចង់បញ្ជាក់ឲ្យ Mac ថាយើង install បានអញ្ចឹងនេះ Mac ដែលយើង install Redis ហើយ version ចុងក្រោយរបស់យើងហ្នឹងវា live time អញ្ចឹងយើងទៅមើលcontainer វិញអញ្ចឹងនេះ container យើងបង្កើតមិញហើយនេះ port របស់វាអូខេបន្តមកទៀតយើង run command ដូចមុនហ្នឹងដែរមកចេញមកនេះ Redis 1ហើយយើង stop វិញយើង stop ហើយយើង start វិញពេលយើង start ហើយអានេះដូចគ្នាអានេះនៅពេលដែលយើងមានអីដែលយើងចង់តម្លាក់ចូលក្នុង port ហ្នឹងអញ្ចឹងទៅលើហ្នឹងអញ្ចឹងចង់អត់ទេmình sẽចេញវិញអញ្ចឹងយើងធ្វើការលុបវាវិញយើងវាយ docker orm orm.f ហើយយើងវាយ Redis 1អញ្ចឹងវាលុបចេញវិញហើយខ្ញុំdocker ps អញ្ចឹងវាលុបចេញវាអស់ហើយចឹងដែរការងារខ្ញុំ demo មានតែប៉ុណ្្នឹងអរគុណច្រើនលោកគ្រូ